លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំអំពាវនាវឲ្យចិននិងប្រទេសផ្សេងទៀតបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រអ៊័រម៉ូសស្របពេលដែលតម្លៃប្រេងនៅតែខ្ពស់ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ានៅពេលនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអំពាវនាវឲ្យប្រទេសនានារួមមានទាំងចិនផងនោះសូមបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រអ៊័រម៉ូសដើម្បីបើកច្រកនេះឡើងវិញនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026លោកត្រាំបានសរសេរថាមិនថាដោយវិធីណាក៏ដោយយើងនឹងធ្វើឲ្យច្រកសមុទ្រអ៊័រម៉ូសបើកចំហមានសុវត្ថិភាពនិងមានសេរីភាពនៅក្នុងពេលឆាប់ៗនេះឲ្យបានតាមសំណើរបស់ប្រធានាធិបតីអាមេរិកលោកសង្ឃឹមថាចិនជប៉ុនបារាំងកូរ៉េខាងត្បូងនិងចក្រភពអង់គ្លេសនឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រដឹកជញ្ជូនដ៏សំខាន់នេះដើម្បីកុំឲ្យវាក្លាយជាការគំរាមកំហែងទៀតដោយអ៊ីរ៉ង់ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងមកដើម្បីរក្សាច្រកផ្លូវទឹកដ៏សំខាន់នេះឲ្យបើកចំហនិងមានសុវត្ថិភាពនៅក្នុងពេលជាមួយគ្នានេះលោកបន្តថាសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកំទេចតំបន់ឆ្នេរឲ្យខ្ទេចខ្ទីហើយបន្តបាញ់កំទេចទូកនិងនាវារបស់អ៊ីរ៉ង់ឲ្យលិចចូលទៅក្នុងទឹករឿងនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងធម្មពលអាមេរិក Chris Wright និយាយថាយោធាអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រអ៊័រម៉ូសទេយោងតាមការផ្សាយរបស់ Al Jazeera លោក Chris Wright ប្រាប់សារព័ត៌មាន CNBC ថាទីផ្សារកំពុងជួបប្រទះនឹងការរំខានរយៈពេលដ៏ខ្លាំងក្លាហើយយើងព្យាករណ៍ថាសង្គ្រាមនឹងបន្តពេលជាច្រើនសប្តាហ៍ទៀតមិនមែនច្រើនខែទេវាជាការឈឺចាប់រយៈពេលខ្លីតែសម្រាប់ផលប្រយោជន៍រយៈពេលវែងសហរដ្ឋអាមេរិកកំពុងបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់គំរាមកំហែងទីផ្សារថាមពលការអត្ថាធិប្បាយនេះទៀតសោតកើតឡើងក្រោយពេលមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ Mojtaba Ali Khamenei ប្រកាសជាសាធារណៈលើកដំបូងថាច្រកសមុទ្រអ៊័រម៉ូសគួរតែបិទនៅក្នុងកំឡុងពេលផ្ទុះសង្គ្រាមនេះជាបន្ត